Hello សួស្តីអ្នកគ្នាត្រឡប់មកវិញជាមួយនឹងការសង្ខេបសេរី Ben 10របស់យើងសាជាថ្មីហើយនៅក្នុង episode នេះផងដែរយើងក៏បានមកឃើញព្រឹត្តិការណ៍ alien បែកងាងរបស់ Ben ម្ដងទៀតហើយគ្រាន់តែវានឹងខុសពីលើកមុនអត់បែកងាងដោយ Go Freak ចេញមកវាប្រាក្រុម Ben នឹងចង់ទៅដើម Omnitrix អីនោះទេហើយតោះទៅដឹងជាមួយគ្នាថាជា alien មួយណាហើយវាធ្វើសកម្មភាពអីខ្លះ Let's go នឹងឯមុននឹងចូលទៅកាន់សេរីរបស់យើងខ្ញុំក៏សូមអរគុណទៅកាន់បងប្រុសម្នាក់នៅចុងភូមិខ្ញុំដែលគាត់នឹងបានបាញ់ឲ្យខ្ញុំនៅចំនួន3សេនឲ្យមានតែពាក្យថាអរគុណនិងជូនពរគាត់សុខសប្បាយជួបតែរឿងល្អនៅក្នុងជីវិតហើយកុំភ្លេចប្រឹងរៀនផងបងប្រុសតោះយើងត្រឡប់ទៅកាន់សេរីរបស់យើងវិញនឹងឯសេរីរបស់យើងគឺចាប់ឡើងមកដល់យើងបានឃើញបែនកំពុងតែជីកង់ដូចជាចេញពីសាលាអញ្ចឹងទៅក៏ស្រាប់តែមានឡានដាច់ហ្វ្រាំងមួយយ៉ាងលឿនបានជីមកឆាបគេក៏ដូចជាទៅប៉ះឡានផ្សេងទៀតផងដែរហើយបែនរបស់យើងគឺអាប៉ែនឹងបើកឡប់អញ្ចឹងក៏គិតថាប្រកាសជាមានរឿងអីមិនស្រួលហើយក៏បានប្រើ Omnitrix ប្រែមកជា Alien Big Chill ហើយដើម្បីទៅសម្រួលអីចឹងទៅហើយនៅពេលដែល Ben តាមមកដល់លើស្ពានមួយហ្នឹងអាឡានដាច់ហ្វ្រាំងនឹងដោយសារតែជីលឿនទៅខ្លាចបុកកុងតឺន័រនៅមុខក៏បានកាច់ទម្លាក់ផ្លូវធ្លាក់ពីលើស្ពានតែម្ដងហើយភ្លាមៗ Ben របស់យើងក៏បានទៅបង្កកទឹកនៅខាងក្រោមធ្វើជាផ្លូវសម្រាប់ទ្រក៏ប៉ុន្តែដោយសារតែលឿន Ben ហ្នឹងក៏បានចូលទៅចាប់ទាញគោលឡាននិងទុកវាកុំឲ្យវាជ្រុលធ្លាក់ចូលទៅក្នុងទឹកអីចឹងទៅហើយបន្ទាប់ពីជួយបានហើយពេលនឹងដែរម្ចាស់ឡានហ្នឹងក៏បានចុះមកអរគុណ Ben អីចឹងទៅក៏ប៉ុន្តែភ្លាមនោះ Ben ហ្នឹងក៏ស្រាប់តែហក់ទៅទវ៉ាក់ខាំស៊ីឡានអាប៉ែនឹងយកតែម្ដងហើយព្រឹកស្អែកឡើងនៅឯកន្លែងរបស់ Kevin យើងក៏បានឃើញ Ben នៅទីនោះផងដែរកំពុងតែដុសថ្មីអីចឹងទៅហើយពេលហ្នឹង Ben ក៏បានឃើញបំណែកដៃតូចមួយដែលមាននៅក្នុងមាត់របស់គេដែលធ្វើគេនឹងឆ្ងល់ខ្លាំងមែនទែនថាមានរឿងអីជាមួយនឹងថាពលរបស់គេហើយកាត់មកមើលខាងក្រៅនៅពេលហ្នឹងដែរយើងក៏បានឃើញ Gwen ចូលមកដល់ជាមួយនឹងសំបត់អញ្ជើញមួយនៅបានទម្លាក់នៅក្បែរ Kevin ផងដែរក៏ប៉ុន្តែដោយសារតែ Kevin ហ្នឹងអាឡ័យតែជួយចូលឡានអត់បានចាប់អារម្មណ៍គាត់បានលឺសំឡេងរបស់ Gwen នោះឡើយដែលធ្វើ Gwen ហ្នឹងក៏ហៀងមើលផងដែរប្រាម៉ាណាចាប់ទាញគេចេញមកខាងក្រៅតែម្ដងហើយបន្ទាប់ពី Kevin បានអានសំបត់អញ្ជើញហ្នឹងហើយទើបដឹងថានៅសាលារបស់ Gwen ហ្នឹងគឺមានកម្មវិធីរាំរែកសប្បាយនៅអញ្ចឹងទៅហើយគេនឹងក៏គិតថា Gwen ហ្នឹងប្រហែលជាចង់ឲ្យគេនឹងជូននាងទៅហើយមើលទៅហើយភ្លាមៗ Gwen គឺថាដូចបខំ Kevin យកតែម្ដងអត់មានសួរថាគេនឹងព្រមឬមិនព្រមទេប្រាប់គេនឹងឲ្យទៅយកនៅម៉ោង7ស្អែករួចក៏បានដើរចាក់ចេញពីទីនោះបាត់ទៅចំណែក Kevin នេះវិញគឺថាល្ងាងតែម្ដងក៏ព្រោះតែគេនឹងមិនដែលចូលអាកម្មវិធីបែបអីចឹងផងហើយភ្លាមនោះដែរ Ben របស់យើងនឹងក៏បានដើរចេញមកនិយាយទៅកាន់ Kevin ប្រាប់ពីបញ្ហារបស់គេចឹងទៅថាគេបានរកឃើញដែកនៅក្នុងមាត់របស់គេហើយនឹងគិតថាប្រហែលជាថាពលរបស់គេនឹងមានបញ្ហាក៏ប៉ុន្តែ Kevin គឺដូចជាអត់ចាប់អារម្មណ៍នោះទេចេះតែអឺចឹងទៅនឹងបានសួរមកកាន់ Ben វិញថាមានដឹងអីខ្លះតាក់ទងមួយមនុស្សស្រីក៏ប៉ុន្តែ Ben ក៏តទៅវិញថាចុះរឿងនោះវាតាក់ទងអីមួយបញ្ហារបស់ខ្ញុំរួចនៅពេលហ្នឹង Kevin ក៏ប្រាប់ពីរឿងដែល Gwen ហ្នឹងចង់ឲ្យគេជូននាងទៅកម្មវិធីរាំរែកនៅសាលារបស់នាងអញ្ចឹងទៅ Ben លើចឹងក៏បានតទៅវិញហើយបើនាងចង់ឲ្យជូនទៅមិនក៏មិនជូនទៅមានអីបបាក់ក៏ប៉ុន្តែ Kevin ខ្លាចក៏ព្រោះតែកម្មវិធីនៅសាលារបស់ Gwen ហ្នឹងលក្ខណៈបែបថារៀងថ្លៃថ្នូរអភិជនអញ្ចឹងណាហើយខ្លាច Gwen ហ្នឹងឲ្យគេនឹងសម្របខ្លួនតាមបរិយាកាសនៅកន្លែងហ្នឹងអញ្ចឹងណាតែគេនឹងអត់ដឹងអីសូម្បីតែមួយចំណុចតាក់ទងមួយអាកម្មវិធីអស់ហ្នឹងអញ្ចឹងហើយគេខ្លាចធ្វើ Gwen ហ្នឹងខ្មាស់គេហើយណាមួយសូម្បីតែរាំហ្នឹងក៏គេមិនចេះផងដែរហើយលើចឹងហើយ Ben ហ្នឹងក៏និយាយលើកទៅចិត្តអញ្ចឹងណាថា Kevin នឹងធ្លាប់ជួយផែនដីធ្លាប់ចេញចូល Dimensional Void រឿងប៉ុណ្ណឹងគេប្រកាសជាអាចឆ្លងកាត់បានជាមិនខានហើយសំខាន់គឺបញ្ហារបស់គេនេះក៏ប៉ុន្តែនិយាយតន់ចប់ផង Kevin ក៏បានកាត់និងប្រាប់ថាគេនឹងអត់បាននៅជួយ Ben នោះទេដោយសារតែគេនឹងត្រូវបញ្ញាប់ទៅរកមើលវីដេអូដើម្បីរៀនរាំរៀនស្វែងយល់ពីសកម្មភាពដែលត្រូវធ្វើនៅក្នុងកម្មវិធីសម្រាប់យប់ស្អែកហ្នឹងឯងហ្នឹងហើយបន្ទាប់ពី Kevin ដែលចាស់ចេញយើងក៏បានឃើញ Ben មករកជំនួយពីសង្សាររបស់ខ្លួន Julie នៅកន្លែងនាង White Tenny អញ្ចឹងទៅហើយចំណែក Julie ដែលកំពុងតែហាត់ White Tenny ហ្នឹងនៅពេលដែលបានឃើញ Ben មករកជំនួយរបស់ខ្លួនទាំងព្រលឹមអញ្ចឹងក៏គិតថាប្រកាសជាមានរឿងអីសំខាន់ហើយឬក៏បានសួរនាំទៅកាន់ Ben អញ្ចឹងទៅបន្ទាប់ពីពួកគេជជែកគ្នាដឹងរឿងហើយ Julie ក៏សម្រេចចិត្តជួយ Ben ស្វែងយល់ថា Omnitrix វាកើតអីប្រកាសអីចឹងទៅហើយលាឡើងយើងក៏បានមកដឹងពីផែនការរបស់ពួកគេដែលចង់ស្វែងយល់ពី Omnitrix នឹងឯងគឺដោយឲ្យ Julie នឹងកាន់ប៊ិចម្ដងស្ភើមួយក្បាលជិះម៉ូតូតាមក្រោយ Ben ក្រោយពីគេប្រែកាយរួចតែកត់ត្រារត់សកម្មភាពទាំងអស់របស់ Ben នឹងឯងហើយនៅពេលហ្នឹង Ben ក៏សម្រេចប្រែទៅជា Jet Ray ក៏ដោយសារតែ Julie គឺធ្លាប់បានស្គាល់ Jet Ray កាលពីពួកគេណាត់គ្នាដើរលេងនៅកំពង់ផែក៏ប៉ុន្តែអីដែលចម្លែកគឺថានៅពេលដែលប្រែទៅជា Jet Ray ហើយក៏ស្រាប់តែ Jet Ray ក៏ប្រែទៅជា Big Chill ទៀតនៅបានហោះចាក់ចេញពីទីនោះភ្លាមៗតែម្ដងហើយ Julie ក៏អត់ចាំយូរផងដែរជិះម៉ូតូតាម Big Chill នឹងរហូតទៅដល់កន្លែងលក់ burger មួយកន្លែងហើយនៅពេលដែល Julie តាមមើលសកម្មភាពរបស់ Big Chill ទើបដឹងថា Big Chill គឺកំពុងតែឃ្លានហើយឃ្លានហ្នឹងគឺឃ្លានខ្លាំងមែនទែនក៏ប៉ុន្តែគ្រាន់តែមិនមកកន្លែង burger ហ្នឹងគឺដើម្បីស៊ី burger នោះទេគឺថា Big Chill នេះគឺស៊ីតែដែកមួយមុខនោះទេហើយបន្ទាប់ពីស៊ីកន្លែងហ្នឹងហើយ Big Chill ក៏ហោះចាក់ចេញដើម្បីទៅរកស៊ីកន្លែងផ្សេងទៀតហើយនៅពេលដែល Julie ជិះទៅតាមហ្នឹងក៏ចាញ់បោក Big Chill ដោយសារតែ Big Chill ហោះតាមផ្លូវទាល់ដែលធ្វើឲ្យ Julie ហ្នឹងអាចធ្វើដំណើរបន្តតាមបានទៀតនោះទេហើយព្រឹកស្អែកឡើងយើងក៏បានឃើញ Ben ហ្នឹងដេកនៅកណ្ដាលវាលក្រៅក្រុងឯណោះហើយនៅក្បែរខ្លួនគេហ្នឹងគឺមានរណ្ដៅមួយដ៏ធំផងដែរដែលជាស្នាដៃរបស់ Big Chill ហ្នឹងឯងហើយបន្ទាប់ពី Ben ភ្ញាក់យើងគេថាគេនឹងអត់មានចាំរឿងការពីយប់មិញនោះទេត្រឡប់មកផ្ទះរក AC ធ្វើធម្មតាតតែបាននិយាយគ្នាមួយ Kevin ចឹងទៅបានប្រាប់ទៅ Kevin ពីបញ្ហារបស់ Omnitrix របស់គេហ្នឹងទើបគេនឹងឃើញថាគេជាមួយ Julie ហ្នឹងបានធ្វើអីការពីយប់មិញហើយ Ben ភ្លាមៗក៏អត់បានទៅរក Julie ផងដែរក៏ដោយសារតែគេនៅដោះស្រាយបញ្ហារបស់ Kevin ហ្នឹងឯងគឺថាលបង Kevin របស់យើងហ្នឹងអត់មានការពាក់នោះទេសម្រាប់កម្មវិ
វិធីយប់នេះចឹងហើយ Ben គឺត្រូវតែជួយគេនឹងឯងហើយបន្តិចក្រោយមកយើងក៏បានឃើញ Ben ទៅស្វែងរកខោអាវរបស់លោកតាម៉ាក់ដើម្បីឲ្យ Kevin ពាក់អញ្ចឹងណាហើយបន្ទាប់ពី Kevin ឡងមួយឈុតរបស់លោកតាម៉ាក់កាលពីគាត់នៅក្មេងនេះហើយគឺថាត្រូវឡើងម៉ាច់តែម្ដងតែពេលហ្នឹង Kevin អាចចេះចងបូក្បាត់កនោះទេចងឡើងជាប់ដៃខ្លួនឯងនៅពេលដែលឃើញបែបហ្នឹង Ben ក៏បានចូលទៅបរៀន Kevin ហ្នឹងឲ្យចេះចងអញ្ចឹងទៅហើយបន្ទាប់ពីជួយចងហើយគឺថាមានអី Kevin នេះគឺលយសង្ហាដែរតាចំណែក Ben ក៏ត្រឡប់មកបង្ហើយទៅសក់ត្រាំរបស់គេវិញឲ្យស៊ីអស់ទៅសក់ត្រាំមកជុំវិញងុំផឹកទាំងអាទឹកសក់ត្រាំហ្នឹងទៀតហើយអស់មកកន្លងហ្នឹងឯងគឺអត់ទាន់ឆ្អែតនោះទេ Ben ក៏ទៅរកថែមទៀតតែមុននឹងចាចេញគេក៏ឲ្យធៀបមកកាន់ Kevin ថា Kevin ហ្នឹងគឺចូលចិត្តផ្កាកន្លាពណ៌លឿងហើយកុំភ្លេចធ្វើបូផ្កាឲ្យស្អាតសម្រាប់ Kevin ផងចំណែក Kevin បន្ទាប់ពី Ben ចាចេញគេក៏នៅសមសម្លេងហៅមនុស្សស្រីឡើងរួមអញ្ចឹងទៅហើយនៅពេលហ្នឹងដែរយើងក៏ដឹងថា Kevin ហ្នឹងគឺអត់ដឹងនោះទេថាបូផ្កាដែល Ben និយាយមិញនេះគឺជាអីគេហើយកាត់មើលងាយឡើងយើងក៏បានឃើញ Julie កំពុងតែមើលកំណត់ត្រា Big Chill ដែលនាងបានកត់កាលពីមួយសម័យនោះហើយភ្លាមនោះដែរ Gwen ក៏បានដើរកាត់ទីនោះហើយពួកគេឃើញគ្នាក៏បានចូលទៅនិយាយគ្នាទាក់ទងមួយបញ្ហារបស់ពួកគេរៀងខ្លួនអញ្ចឹងទៅដល់ពេលហ្នឹង Julie គឺបារម្ភពី Ben ក៏ព្រោះតែតាំងពីមួយសម័យមកគឺគេអត់ដឹងថា Ben ហ្នឹងទៅណានោះទេចំណែកឯ Gwen នេះវិញគឺគេបារម្ភខ្លាចថា Kevin ហ្នឹងគឺអត់បង្ហាញខ្លួនមកទទួលគេនៅល្ងាចនេះក៏ប៉ុន្តែភ្លាមនោះដែរ Gwen ក៏បានឃើញ Ben មកដល់ទីនោះហើយឃើញអញ្ចឹងនាងក៏បានលា Julie ចាក់ចេញទុកឲ្យពីរនាក់ហ្នឹងនៅនិយាយគ្នាតែពីរនាក់អីចឹងទៅយើងគេថាបន្ទាប់ពីពីរនាក់ហ្នឹងបានអោបគ្នាហើយ Julie ក៏បានសួរទៅកាន់ Ben ថាមួយសម័យហ្នឹងទៅណាតែ Ben ក៏តបមកវិញថាគេនឹងអត់ចាំនោះទេរឿងកាលពីមួយសម័យហ្នឹងនៅបានសួរវល់ទៅ Julie វិញថាមានរឿងអីកើតឡើងខ្លះរួចភ្លាម Julie ក៏ចាប់ផ្ដើមនិយាយរៀបរាប់តាមកំណត់ត្រាដែលនាងបានកត់នឹងមកហើយទាំងដលតែម្ដងហើយ Ben បន្ទាប់ពីលើ Julie រៀបរាប់តាមកំណត់ត្រារបស់នាងហ្នឹងគេក៏លួចសារ Julie ថាប្រកែកត់ត្រាចឹងថាបានជាប្រឡងបានអីរហូតហើយពេលហ្នឹង Julie ក៏សួរបញ្ជាក់ថាអត់មានចាំរឿងអស់ហ្នឹងឯមែនហើយ Ben ក៏តបវិញថាត្រូវហើយគេអត់មានចាំនោះទេចាំបានត្រឹមតែគេនឹងវាយ on trade ប្រែកាយហើយបន្ទាប់មកញាក់មកវិញគឺដេកនៅវាលក្រៅក្រុងឯនោះហើយបន្ទាប់មក Ben ក៏បានប្រាប់ទៅ Julie ផងដែរថារឿងបែបហ្នឹងគឺធ្លាប់កើតឡើងម្ដងហើយកាលពីគេនៅក្មេងប្រហែលឆ្នាំមុនគេក៏មាន alien មួយដែលបែកងាងចឹងផងដែរបន្ទាប់ពីលើបែបហ្នឹង Julie ក៏ចង់ហៅ Kevin ជាមួយនឹង Gwen មកក្រែងលោកអាចជួយអីបានខ្លះក៏ប៉ុន្តែ Ben ក៏ជំទាស់ដោយសារតែពីរនាក់នោះគឺរវល់កម្មវិធីរួមរបស់ពួកគេអញ្ចឹងគេមានតែដោះស្រាយបញ្ហាហ្នឹងដោយខ្លួនឯងហើយតែ Julie នៅពេលហ្នឹងក៏ថាគេមិនមែននៅតែម្នាក់ឯងនោះទេយ៉ាងណាគេក៏នៅមាននាងម្នាក់ទៀតផងដែរហើយ Ben ពេលហ្នឹងគឺថាឡើងរំភើបតែម្ដងក៏ប៉ុន្តែភ្លាមនោះដែរក៏ស្រាប់តែ Ben ហ្នឹងគឺដូចជាបាត់សតិហើយភ្លាមក៏បានប្រើប្រាស់ Omnitrade Primary Alien Big Chill នឹងបានហោះចាក់ចេញពីទីនោះបានហើយឃើញអញ្ចឹងអត់ចាំយូរ Julie ក៏បានទៅឡើងម៉ូតូតាមអញ្ចឹងទៅហើយក្រោយមកនៅឯកន្លែងរោងផលិតដែកមួយយើងក៏បានឃើញប៉ូលីសជីចូលទៅក៏ដោយសារតែ Ben ចូលទៅអុកឡុកនៅនឹងអញ្ចឹងទៅហើយនៅពេលហ្នឹងយើងក៏បានឃើញ Ben កំពុងតែទៅវាក់ខាមយកដោយគោគ្រាប់អញ្ចឹងជាមួយនឹងអាដែកធ្នឹមអសអេអសអាយនឹងឯងហើយនៅពេលដែលគេបានឃើញមានប៉ូលីសឯនឹងចូលមកដល់ Ben ក៏បានពមៀនទៅកាន់ពួកនឹងផងដែរថាកុំឲ្យមកជ្រៀតជ្រែកតែក្រុមប៉ូលីសគឺធ្វើតែតាមទូនាទីរបស់គេនោះទេក៏បានហូតកំភ្លើងមកព្យួង Ben អញ្ចឹងទៅតែ Ben ភ្លាមក៏បានវិប្រាទៅកាន់ពួកប៉ូលីសហើយបន្ទាប់ពីឃើញគ្នាគេម្នាក់ត្រូវបាន Ben មកកហ្នឹងអាពីរនាក់ទៀតក៏ចាប់ផ្ដើមភ័យផងដែរទាញកំភ្លើងមកព្យួង Ben តែពេលហ្នឹង Julie ក៏បានមកដល់នឹងប្រាប់ថាកុំបាញ់តែពីរនាក់នោះអត់ស្ដាប់នោះទេបាញ់ទៅដែរហើយកាត់មកមើលខាង Kevin ដែលកំពុងតែមករងចាំទទួល Gwen ទៅកម្មវិធីបន្តិចហើយពេលហ្នឹង Kevin ក៏បាននិយាយទៅកាន់ខ្លួនឯងដើម្បីសម្រួលអារម្មណ៍ថាគ្រាន់តែរាំនោះទេគ្មានអីពិបាកនោះឡើយក៏លេចមើលចោលឡើងអត់មនុស្សក៏ហិតខ្លួនមកខ្លួនឯងមួយអាដឹងអញ្ចឹងយកកស៊ូមកបាត់ហើយបន្តិចក្រោយមក Gwen ក៏បានបើកទ្វារចេញមកហើយនៅពេលដែលពួកគេបានឃើញគ្នាហ្នឹងគឺថាលាន់មាត់វ៉ាវទាំងសងខាងតែម្ដងហើយបន្ទាប់ពី Kevin ជូនកាដូបូផ្កាទៅកាន់ Gwen ហើយហ្នឹងសេរឿងក៏កាត់មកខាង Ben វិញម្ដងហើយឃើញថាពួកប៉ូលីសហ្នឹងនិយាយអត់ចេះស្ដាប់គ្នា Ben ក៏សម្រេចចិត្តវាយបញ្ហាពួកគេនឹងបានបង្កក់ពួកគេមិនឲ្យឈឺចាប់តាមសំណុំពររបស់ Julie អញ្ចឹងទៅបន្ទាប់មក Big Chill ក៏បានចូលមកផឹកកុំអាយឡាវ៉ាមកពេញកាពះតែម្ដងរួចក៏បានធ្វើការហោះចាក់ចេញពីទីនោះដល់ Julie ក៏បានទៅតាមផងដែរក៏ប៉ុន្តែនាងទៅតាមអត់បានឆ្ងាយនោះទេក៏ដោយសារតែត្រូវបាន Big Chill នឹងបាញ់ខ្យំសិនជាបង្កក់ម៉ូតូរបស់នាងធ្វើឲ្យវានឹងទៅមុខលែងចង់រួចនាងក៏បានឈប់អីចឹងទៅហើយក្រោយមកយើងក៏បានឃើញ Big Chill ហោះមកដល់វាលក្រៅក្រុងដែលជាកន្លែងដែល Ben ភ្ញាក់ពីការប្រែកាយរបស់គេនឹងឯងហើយគ្រាន់តែមកដល់ភ្លាមគេក៏ធ្វើការខ្ជាក់កុំអាយឡាវ៉ាដែលគេបានផឹកពេញពួរមិញហ្នឹងចាក់ចូលទៅក្នុងរណ្ដាដែលគេបានជីកកាលពីមួយសម័យហ្នឹងទាំងអស់តែម្ដងហើយកាត់មកមើលគូស្នេហ៍ពីរនាក់នេះដែលកំពុងតែធ្វើដំណើរទៅកាន់ទីតាំងកម្មវិធីនៅពេលហ្នឹងដែរ Gwen ក៏ឆ្ងល់ថាហេតុអីបានជា Kevin ហ្នឹងដឹងពីចំណងចំណូលចិត្តរបស់នាងរួច Kevin ហ្នឹងក៏និយាយប្រាប់ពីដើមតចឹងទៅថា Ben គឺជាអ្នកប្រាប់សម្បីតែបូក្បាត់កហ្នឹងក៏គេជួយចងឲ្យផងដែរដែលធ្វើ Gwen លឺហើយគឺនាងមានអារម្មណ៍ថាភ្ញាក់ផ្អើលខ្លាំងមែនទែនគឺនាងឆ្ងល់នៅមិនជឿផងដែរថា Ben អាចធ្វើរឿងអស់ហ្នឹងបានហើយដែលស៊ីគ្នាជាមួយនឹងរឿងដែល Julie ធ្លាប់បានប្រាប់នាងនៅពេលដែលពួកគេទៅដល់កម្មវិធីចូលទៅកន្លែងចតឡានណា Kevin ក៏បានចូលមកបើកទ្វារឲ្យ Gwen បបួលនាងទៅរួមក៏ប៉ុន្តែ Gwen ក៏តបមកវិញថាពួកគេអាចចូលទៅទីនោះបាននោះទេភ្លាមៗដែរ Kevin គឺដូចជាខកចិត្តខ្លាំងមែនទែនខំរៀនចង់ងាប់ទម្រាំទៅចេះបែរជា Gwen នឹងអត់ព្រមចូលទៅនឹងគេគិតថា Gwen នឹងប្រហែលជាខ្លាចគេនឹងធ្វើឲ្យនាងខ្មាស់គេហើយបានជាអត់ព្រមចូលទៅក៏ប៉ុន្តែ Gwen ក៏តបវិញថាមិនមែនចឹងនោះទេនាងគ្រាន់តែបារម្ភពី Ben តែប៉ុណ្ណោះឮចឹងហើយ Kevin ក៏បន្តសួរទៀតថាចូលមិនបានគិតបែបហ្នឹងរួចភ្លាមនោះដែរក៏ស្រាប់តែ Julie បានខលមកកាន់ Gwen រួចនាងក៏បានលើកហើយពួកគេទាំងពីរក៏បានឮ Julie នឹងបាននិយាយថា Ben ឥឡូវបានប្រែទៅជា Big Chill ហើយឥឡូវ Big Chill នេះគឺបែកងាងហើយដើរអុកឡុកគេពេញនឹងឯងបន្ទាប់ពីលើចឹងហើយ Kevin ក៏បានចូលឡានចំណែកឯ Gwen វិញក៏បាននិយាយទៅកាន់ Julie ផងដែរថារឿងហ្នឹងទុកឲ្យពួកគេជាអ្នកចាត់ការក៏ប៉ុន្តែ Julie ដោយសារតែរឿងនេះទាក់ទងជាមួយនឹង Ben សង្សាររបស់ខ្លួននាងក៏បានអោបដៃឈោមូលផងដែរក៏សម្រេចចិត្តទៅជួយដូចគ្នាហើយនៅពេលហ្នឹង Julie ក៏បានដឹងពីទីតាំងរបស់ Big Chill តាមរយៈ Kevin ផងដែរក៏ដោយសារតែគេមាន
plumber bed របស់គេនឹងឯងហើយបន្ទាប់ពីបានទីតាំងហើយពួកគេក៏សម្រេចទៅជុំគ្នានៅនឹងឯងហើយនៅពេលដែលពួកគេកំពុងតែធ្វើដំណើរទៅនឹង Kevin ជាមួយនឹង Gwen ដែលកំពុងតែជិះឡាន Gwen នៅពេលហ្នឹងក៏បានលើករឿងអតីតកាលមកនិយាយថាកាលពីមុនពួកគេក៏ធ្លាប់មានបញ្ហាជាមួយនឹង alien របស់ Ben ហ្នឹងបែកងាងផងដែរដែលកាលនោះគឺជា Ghost Freak ហើយនៅពេលហ្នឹង Gwen ក៏សង្ស័យថា Big Chill ជាមួយនឹង Ghost Freak ហ្នឹងប្រហែលជាមានអីតាក់ទងនឹងគ្នាលក្ខណៈថាឲ្យតែពួកណាមានលក្ខណៈអត្តចរិតដូចខ្មោចចឹងគឺតែងតែចេញមកបែកងាងអាក្រក់ហ្មងហើយរឿង Gwen ឆ្ងល់ហ្នឹងគឺបានត្រឹមតែឆ្ងល់នឹងឯងចំណែក Kevin ក៏មិនដឹងនិយាយថាម៉េចផងដែរក៏ប៉ុន្តែអ្វីដែលពួកគេដឹងគឺពួកគេនឹងជួយ Ben ឲ្យតតែបានហើយបន្តិចក្រោយមកពួកគេក៏បានទៅដល់ទីនោះហើយក៏បានឃើញ Julie កំពុងតែនៅចាំនៅនឹងផងដែរហើយនៅពេលហ្នឹងពួកគេក៏បានឃើញថា Big Chill កំពុងតែធ្វើស្អីក៏មិនដឹងនោះដែរដែលភ្លាមៗ Gwen ក៏បានចូលទៅសួរដើម្បីចង់ជួយចឹងទៅក៏ប៉ុន្តែក៏ត្រូវបាន Big Chill ហ្នឹងដេញពួកគេនឹងឲ្យចេញឲ្យឆ្ងាយតែម្ដងដែលភ្លាមៗ Kevin ក៏បានស្ទុះចូលទៅវាយ Big Chill ដែលបានស្រូបដែកចូលទៅវាយក៏ប៉ុន្តែក៏ត្រូវបាន Big Chill ហ្នឹងចាប់គេខំស៊ីតតែ Kevin ហ្នឹងដួលមកស្រូបដីយកធ្វើជាថាពលទើប Big Chill ហ្នឹងថយក្រោយវិញក៏ដោយសារតែគេចេះស៊ីដីហើយនៅពេលដែល Gwen ប្រើថាពលម៉ាណាវាប្រែតែការណាដុំស្អីដែល Big Chill បានធ្វើហ្នឹងវាក៏បានធ្វើការហោះទៅរកហើយក៏បានបាញ់ខ្យល់ម៉ាស៊ីនត្រជាក់វាប្រហារមកកាន់ Gwen វិញផងដែរបន្ទាប់មក Big Chill ក៏ធ្វើការហោះចូលចង់វាប្រហារ Julie ក៏ប៉ុន្តែក៏ត្រូវបាន Gwen មកប្រើថាពលម៉ាណាធ្វើជា Shield ចាប់ឃុំ Big Chill ជាប់ក៏ប៉ុន្តែនៅពេលដែល Big Chill បានឃើញ Julie ដើរសម្ដៅទៅកាន់របស់ដែលគេកំពុងបង្កើតនឹងមិនដឹងជាស្អីនោះទេវាក៏បានស្រែកឲ្យ Julie នឹងចេញឲ្យឆ្ងាយពីរបស់នោះបានហោះទម្លុះរង្វង់ម៉ាណារបស់ Gwen ហោះចាក់ចេញសម្ដៅទៅរក Julie ក៏ប៉ុន្តែក៏ត្រូវបាន Gwen នឹងដាក់មកថាពលម៉ាណាឡើងធ្លាក់ស្តាក់ដេកនៅក្រោមហើយគឺបែបហ្នឹង Julie ក៏រៀងបារម្ភពី Ben ផងដែរក៏ប៉ុន្តែ Kevin ក៏ចូលមកនិយាយថាទៅខ្វល់ស្អីប៉ុណ្ណឹងធ្វើអីអានោះកើតស្រួលតែបន្តិចទៀតងើបមកដេញវាយយើងទៀតហើយភ្លាមៗ Gwen ក៏បានចូលមកនិយាយថាអ្វីៗគ្រប់យ៉ាងកាត់ឡើងគឺដោយសារតែរបស់ដែល Big Chill ការពារនឹងឯងហើយនៅពេលហ្នឹង Kevin ក៏សម្រេចចិត្តចូលទៅបំបែករបស់ហ្នឹងដើម្បីមើលតែម្ដងថាក្នុងហ្នឹងវាមានស្អីបាន Big Chill ព្យាយាមការពារខ្លាំងម្ល៉េះហើយបន្ទាប់ពី Kevin ចូលទៅបំបែកហើយយើងក៏បានឃើញថានៅក្នុងនោះគឺសុទ្ធតែជា slime ពណ៌បៃតងនឹងឯងហើយនៅពេលដែលពួកគេទាំង3ចូលមកមើលក៏ស្រាប់តែមានដុំខៀវមូជាច្រើនក៏បានហោះចេញពីក្នុង slime នោះមកអណ្ដែតជុំវិញខ្លួនពួកគេហើយបន្តិចក្រោយមកអាដុំពណ៌ខៀវហ្នឹងក៏ចាប់ផ្ដើមប្រែម្ដងមួយទៅជាកូន alien Big Chill នឹងឯងដែលធ្វើ Julie ជាមួយនឹង Gwen ស្រីៗពីរនាក់ហ្នឹងឃើញហើយគឺថាឡើងអូគួរឲ្យស្រឡាញ់ម្ល៉េះក៏ប៉ុន្តែបើមើល Kevin វិញគឺថាឡើងហួសចិត្តតែម្ដងហើយបន្ទាប់មកកូន alien ទាំងអស់ហ្នឹងក៏ធ្វើការហោះទៅរកម្ដាយរបស់គេដែលជា Ben របស់យើងនឹងឯង Big Chill កំពុងតែងើបពីសន្លប់ឯណោះហើយបន្ទាប់ពីបានជួបម្ដាយហើយកូន alien Big Chill ទាំងអស់ហ្នឹងក៏ស្រាប់ធ្វើការហោះចាក់ចេញពីម្ដាយឡើងទៅលំហអាកាសកន្លែងហ្នឹងគឺខ្ជូតខ្លាំងមែនតើជាពិសេសគឺកន្លែងកូនត្រេនទូចកើតក្រោយគេនិយាយថាខ្ជូតម៉ាខ្ជូតដែរបន្ទាប់ពីកូនគេហោះចាក់ចេញទៅបាត់ Big Chill ក៏ធ្វើការប្រែមកជាទម្រង់មនុស្សវិញដែលជា Ben របស់យើងនឹងឯងចេញមកហ្នឹងគឺថាលេងឡងអត់ដឹងខ្យល់នោះទេក៏បានសួរទៅកាន់ Julie ថាមានរឿងអីខ្លះកើតឡើងដោយសារតែមានរឿងរ៉ាវកើតឡើងច្រើនយើងក៏បានឃើញ Ben ហ្នឹងអង្គុយស្ដាប់អីចឹងទៅហើយពេលហ្នឹងដែរ Kevin ក៏បានបង្ហាញវីដេអូឃ្លីបពីកូន Big Chill របស់ Ben ហ្នឹងឯងហើយពេលហ្នឹង Ben ក៏ឆ្ងល់ផងដែរថាវាអាចកើតឡើងបានយ៉ាងម៉េចរួច Kevin ហ្នឹងក៏បានចាប់ផ្ដើមបកស្រាយប្រាប់ពួក Necrophagian ឬក៏ Big Chill ហ្នឹងឯងរៀងរាល់80ឆ្នាំម្ដងគឺពួកគេនឹងឆ្លងកាត់ដំណាក់កាលបន្តពូជហើយសម្រាប់ពូជសាស Big Chill នេះផងដែរពួកគេចូលចិត្តនៅក្នុងលំហឬក៏ទីកន្លែងត្រជាក់ហើយសម្រាប់អាហារបំពន់របស់ពួកគេគឺជាថាមពល plasma ដែលចេញពីព្រះអាទិត្យបន្ទាប់ពីរៀបរាប់ហើយ Kevin ក៏បានញាស់ Ben ផងដែរថាសង្ស័យថាអ្នកម្ដាយលែងបានជួបកូនទៀតឯងមើលទៅហើយ Ben ពេលហ្នឹងគឺថាឡើងខ្មាស់3នាក់ហ្នឹងតែម្ដងរួចនៅពេលហ្នឹងដែរ Kevin ជាមួយនឹង Gwen ហ្នឹងក៏ចូលមកនិយាយថាពួកគេហ្នឹងគួរតែដឹងយូរហើយតាំងពី Ben ហ្នឹងបង្ហាញសកម្មភាពចម្លែកស៊ីសក់តាមម្ដង2គីឡូហើយជាពិសេសហ្នឹងគឺឲ្យដំបូងមានល្អហ្នឹង Ben លើចេញហើយក៏ចូលមកប្រកែកថាយោបល់ល្អហ្នឹងណាគេក៏ឲ្យបានក៏ប៉ុន្តែសម្រាប់គេរកនៅមិនឃើញនោះទេថាគេនឹងឲ្យដំបូងមានល្អពីកាលណារួចនៅពេលនោះដែរ Julie នោះក៏ហៀងបញ្ញាប់ក៏ប្រាប់ឲ្យ Ben ថាបើចង់ទៅផ្ទះឲ្យឡើងម៉ូតូមកហើយនៅពេលដែល Ben ឡើងម៉ូតូហ្នឹងគេក៏ដូចជាបាក់មុខខ្មាស់គេខ្លាំងមែនទែនក៏ប៉ុន្តែសម្រាប់ Julie អារឿងហ្នឹងគឺគេគិតថាមានអី Ben នឹងធ្វើម៉ាក់គេក៏ល្អដែរតាលើចឹងហើយ Ben នឹងក៏ញឹមរួចពួកគេទាំងពីរនាក់ហ្នឹងក៏ជិះម៉ូតូចាក់ចេញសល់តែ Gwen ជាមួយនឹង Kevin នៅនឹងឯងនៅពេលហ្នឹង Gwen ក៏ដូចជាខកចិត្តដែលបានទៅចូលរួមកម្មវិធីរាំនៅសាលារបស់នេះហើយ Kevin គេអាការល្អនៅតែពីរនាក់អញ្ចឹងក៏បានចូលទៅ barbecue land ដាក់ភ្លេងរាំហើយក៏មកសុំ Gwen ឡើងរាំអញ្ចឹងទៅហើយបើមើលទឹកមុខ Gwen នោះចិត្តមិនដឹងគិតស្អីនោះទេតែនាងក៏បានយល់ព្រមរួចពួកគេទាំងពីរក៏បានឡើងរាំជាមួយគ្នាហ្នឹងហើយសាររបស់យើងនៅក្នុង episode ហ្នឹងគឺចប់ត្រឹមហ្នឹងឯងជាមួយនឹងរូបភាពពីអ្នករៀបរាំគឺថាឡើងស្រស់ស្អាតតែម្ដងហ្នឹងហើយអ្នកនរគ្នាវីដេអូរបស់យើងគឺមានតែប៉ុណ្្នឹងឯងជួបគ្នានៅវីដេអូ episode ក្រោយបាយ